សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបនៃការធ្វើ quota management ហើយនិង file scanning policy នៅក្នុង Windows Server 2012 បាទឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាដំបូងគឺយើងត្រូវមាននៅ Windows Server 2012នេះហើយយើងបានដំឡើងនៅ Active Directory Domain Service ដែលមាន domain រួចរាល់នេះគឺជា domain របស់ខ្ញុំគឺ abc.com អញ្ចឹងដើម្បីធ្វើនៅ quota management គឺយើងចូលទៅក្នុងពាក្យ manage ហើយយក arrow and filter concept នៃការធ្វើ quota management នេះគឺមានន័យថាពេលដែលយើង configure នៅ quota management គឺយើងអាចកំណត់ទៅលើ size របស់ folder share ទៅឲ្យ client ប្រើប្រាស់តាមអ្វីដែលយើងចង់បានយើងក៏ចង់កំណត់ឲ្យគាត់ប្រើប្រាស់ទំហំនៃ size folder នោះទំហំប្រមាណគឺយើងអាចកំណត់នៅក្នុង quota management នេះបានហើយចំពោះ file scanning policy គឺយើងកំណត់នៅប្រភេទ file ដែលឲ្យគាត់ store ទុកនៅក្នុង drive folder share ដែលយើងបាន share ឲ្យគាត់ប្រើប្រាស់នោះតែយើងចង់កំណត់ជាប្រភេទ file mp3 mp4 ឬគឺជាប្រភេទ file អ្វីគឺយើងអាចកំណត់នៅក្នុង file scanning policy បានឥឡូវខ្ញុំសូមធ្វើការ add នៅ filter មួយនេះសិនយើងធ្វើការ next ទៀតកន្លែងនេះគឺសូមចុចទៅលើ file and storage service ម្លាក់បារចុះមកក្រោម file and iscsi service តបមក scroll ចុះក្រោមយកកន្លែងពាក្យថា file server resource manager អូខេហើយធ្វើការ add នៅ filter next ធ្វើការ next ទៀតការ install បាទសូមធ្វើការរងចាំទាំងអស់គ្នាបាទឥឡូវ success ហើយខ្ញុំធ្វើការ close ចូលមកកាន់ពាក្យថា tool file and server resource manager ចូលមកកាន់ quota management បាទឥឡូវខ្ញុំសូមចុចទៅលើ quota ចុចកន្លែង create quota នេះខ្ញុំសូមចូលទៅកាន់ drive E មកកើតនៅ folder share មួយសិនshare ធ្វើការ share
ok em thử ca xe bạn đó xong cho lần tiếp grip quota cái này ní cứ dương prao từ đó cú đỡ là dương man xe ok cầm nó sai của mà lấy nhóm vô custom size chi cái bài nhóm cầm nó ao tới đọc chi thì ao user mùi nè data add event log thêm vài cầm nó thế ok grid cái này ní cứ cái xu dương là trong cell thôi thêm lên ở thời ca cell thế sell the custom template sell the okay do you want to sell template sell the okay sellមួយហ្នឹងចុចទៅលើ try share នេះ email មែនទេបាទនេះគឺជា quota ដែលខ្ញុំបានបង្កើតអញ្ចឹងទំហំ 10G យើងពិបាកធ្វើការតេស្តឲ្យសារវាធំពេកអញ្ចឹងខ្ញុំសូមធ្វើការ edit សូមចូលមើល edit សិនកន្លែងនេះយើងដាក់ limit ត្រឹមតែ500 មេបានហើយអូខេ500 មេហើយខ្ញុំសូមធ្វើការ text សិន copy គឺវាមិនចូលទេដោយសារវាមានខ្សែត្រឹមតែ5មេតែប៉ុណ្ណោះហើយត្រាយនេះគឺមានទំហំ 60G អញ្ចឹង file backup មួយនេះគឺវាមានទំហំទៅដល់ 7G អញ្ចឹងគឺ copy មិនចូលទេការ folder គឺចូលដោយសារវាក្រោម500មេអូខេឥឡូវខ្ញុំចូលទៅកាន់ Windows Client វិញហើយខ្ញុំធ្វើការ connect មកកាន់ share នេះកន្លែងនេះគឺយើងអាចមើលទំហំបានគឺវាអត់មានសូទេអញ្ចឹងខ្ញុំសូមធ្វើការ copy file ដើម្បីតេស្តមើលថាវាចូលឬអត់ open នេះគឺជា file Windows 8មានទំហំ 3.71G អញ្ចឹងចូលទៅកាន់ drive share វិញម្ដងទៀតការហាក់បាទគឺវាមិនឲ្យយើង copy ទេពីព្រោះ drive share នេះគឺមាន limit ត្រឹមតែ500មេដល់ពេលយើង copy 3.71G គឺវាមិនឲ្យទេវាចូលបានតែខ្ញុំសូមមើល size ដែរនេះចូលបានដល់200មេទេអញ្ចឹងលើសពីហ្នឹងគឺវាមិនឲ្យចូលទេ
ដោយសារតែ file វាធំពេកឥឡូវតើតងនឹង quota ខ្ញុំសូមបញ្ចប់ត្រឹមនេះឥឡូវយើងចូលដល់ file scanning policy ម្ដងសូមចូលមកកាន់ file server resort nature ម្ដងទៀតនេះគឺជា file scanning policy កន្លែងលើនេះមក create file scan vào theo folder មកនៅដែរនៅក្នុង try e folder share អូខេធ្វើការអូខេ define custom កន្លែងនេះយើងចង់រើសជាប្រភេទ file របៀបដូចជាតាក់ទងទៅនឹង radio video ថេកយកដល់កន្លែងនេះគឺមានប្រភេទ file ច្រើនមាន mp3 mp4 អូខេឥឡូវខ្ញុំយកអស់ចឹងក្នុង folder share អំបញ្ញមិញគឺខ្ញុំកំណត់ឲ្យដាក់តែ file តាក់ទងនឹង video file ទេហើយនឹង mp3 អីចូលទេក្រៅពីនេះ file កតុយ extension ផ្សេងខ្ញុំមិនឲ្យធ្វើការ copy ចូលបានទេអូខេធ្វើការអូខេធ្វើការ create សួរ cell អត់អញ្ចឹងយើងអូខេឥឡូវខ្ញុំធ្វើការតេស្តទាំងអស់គ្នានេះគឺជាប្រភេទ file txt view ប្រភេទ file txt ខ្ញុំធ្វើការ copy ចូលទៅកាន់ try share ម្ដងទៀតធ្វើការ paste បាទគឺមកតន់ complete ទេសុំនឹងទៀតបាទកន្លែងមិញគឺខ្ញុំសុំ edit កន្លែងនេះគេដាក់ថា block អញ្ចឹងរាល់តែប្រភេទ file radio គឺសំទោសបើសិនជាយើង take កន្លែងក្រោមនេះមានន័យថាក្រៅគឺយើង allow តែ file radio and video នេះទេតែបើសិនជាយើង take ខាងលើមានន័យថា block អានេះមានន័យថា allow active block passive scanning នេះគឺ allow វិញអញ្ចឹងកន្លែងមិញ default គឺ active មានន័យថា block អញ្ចឹងគឺត្រូវហើយយើង copy នៅប្រភេទ file txt នេះគឺចូលតែបើសិនជាមានជាប្រភេទ file mp4 គឺវាមិនចូលទេឥឡូវខ្ញុំសូមតេស្តឲ្យអ្នកទាំងអស់គ្នាមើលយើងថាnóចូលព្រោះតែយើង block តែ file របៀប radio ទេគឺប្រភេទ file mp4 mp3 អីចឹងទៅឥឡូវខ្ញុំសូមកែ extension នេះ mp4 yes ធ្វើការ copy ដាក់ចូលក្នុងនេះតើវាចូលទេណាចូលតិចគ្នាហាបាទសិតទៅសូម copy ម្ដងទៀតនេះគឺ try again គឺវាមិនឲ្យទេដោយសារតែយើងបានកំណត់នៅប្រភេទ file scanning policy block នៅប្រភេទ file video នេះចោលនេះគឺប្រភេទ file 4ឥឡូវខ្ញុំចូលមកកាន់ client test ចូលមកកាន់ try share ខ្ញុំបង្កើតនៅ file text
គឺបានធម្មតាឥឡូវខ្ញុំសុំបង្កើតនៅប្រភេទ file before តើចូលទេខ្ញុំដាក់ជា mp3 អូខេខ្ញុំធ្វើការ copy ចូលមកក្នុង drive share នេះមើលវាចូលទេគឺ try again បាទគឺវាមិនឲ្យយើងដាក់ចូលបានទេឥឡូវខ្ញុំសូមដោះចេញវិញតើជាមើលយើងអាចដាក់ចូលបានទេពេលយើងដោះវាចេញខ្ញុំយកកន្លែងនេះគឺដូចជាមាន disable enable ខ្ញុំដក text ចេញមកទៅអូខេវិញកន្លែងនេះគឺតម្រូវឲ្យយើង select ធ្វើការ delete ចោលមកទៅនេះជាមានកន្លែង disable កុំឲ្យយូរធ្វើការ delete តែម្ដងទៅអូខេឥឡូវខ្ញុំ delete ហើយអញ្ចឹងខ្ញុំ copy ប្រភេទ file before នេះចូលវិញតើវាចូលទេបាទគឺចូលធម្មតាអញ្ចឹងតើតើនឹង file scanning policy ហើយនឹង quota management សូមបញ្ចប់ត្រឹមនេះបាទអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់ខ្ញុំបាទសូមអរគុណ